ឃើញគេធ្វើពោតឈីតំណងបងប្អូនថ្ងៃនេះមករៀនធ្វើខ្លួនឯងហើយបរៀនកូនផងជាដំបូងនឹងខ្ញុំបរៀនកូនខ្ញុំរបៀបកោសឈីមានឈីម្ដុំចាលើនឹងបរៀនគាត់កោសអត់ដែរធ្វើទេបងប្អូនចាំមើលមុខមាត់គាត់ធ្វើគាត់ប្រឹងមែនតែនហ្មងណាជាលើកទី1ដែលខ្ញុំបរៀនគាត់ធ្វើម្ហូបព្រោះគិតថាគាត់នៅទូចអត់ចង់បរៀនប៉ុន្តែគិតទៅបើសិនជាយើងអត់បរៀនគាត់នៅតែអត់ចេះសូម្បីតែកាន់កវិតក៏អត់ហ៊ានកាន់ចឹងទៅថ្ងៃនេះក៏បរៀនគាត់ធ្វើម្ដងទៅតែសាក់លបងទៅមានអីគាត់ធ្វើបានខ្លះដែរតាមបងប្អូនចាំមើលថ្ងៃនេះគាត់ជួយធ្វើខ្ញុំបានប៉ុណ្ណាខ្លះគ្រឿងផ្សំសំខាន់ខ្វះបានរបស់យើងគឺឈីហើយនិងពោតបងប្អូនបន្ទាប់មកគឺយើងមានទឹកដោះគោខាប់មានម៉ាយូណេសហើយនិងប៊ឺសាតតោះយើងទៅធ្វើពោតឈីទាំងអស់គ្នាបងប្អូនជាដំបូងយើងដាំខ្ទះឲ្យក្តៅសិនចាំយើងដាក់ប៊ឺចូលយើងដាក់ប៊ឺកូរប៊ឺឲ្យលាយអស់ទៅចាំបងប្អូនដាក់ពោតចូលយើងឆាពោតនឹងឲ្យវាឆ្អិនសិនណាបងប្អូនថ្ងៃនេះដោយសារខ្ញុំប្រើពោតឆៅអញ្ចឹងទៅខ្ញុំត្រូវការពេលឆាវាឆ្អិនសិនបានយើងដាក់គ្រឿងចូលថែសិនជាបងប្អូនមានពោតឆ្អិនស្រាប់ក៏បានដែរនិយាយទៅធ្វើពោតឈីនេះគឺអត់មានពិបាកទេបងប្អូនស្រួលមហាសានស្រួលហើយយើងរៀបចំគ្រឿងផ្សំវាឲ្យតែគ្រប់មុខមកយើងឆាតារយៈពេលតា10នាទីហ្នឹងបានញ៉ាំមកបងប្អូនមិនដល់10នាទីផងក៏ពីឆាពោតឆ្អិនហើយយើងក៏ដាក់ឆេដាក់ម៉ាយូណេសដាក់ទឹកដោះគោខាប់យើងចូលមកហើយយើងកូរច្បល់វាសព្វទៅគឺឆ្អិនបានញ៉ាំហើយបងប្អូនហើយបើសិនជាបងប្អូនមានស្លឹកខ្ទឹមចង់រោយស្លឹកខ្ទឹមបន្ថែមពីលើតិចក៏បានដែរខ្ញុំអាមុខម្ហូបណាដែលមានឈីហ្នឹងមានអារម្មណ៍ថាចូលចិត្តចង់ញ៉ាំហ្មងប៉ុន្តែចំណូលចិត្តខ្ញុំនេះបើសិនជាឈីនេះយើងយកទៅដុតជាភីហ្សាខាងពីអីខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ជាងដាក់ពោតឈីចុងក្រោយសូមបងប្អូនកុំភ្លេចជួយ follow page និង subscribe channel របស់ខ្ញុំផងអរគុណ